ចំពោះលេខ26គឺចិត្តវាយបងមិនសូវស្ដាប់ប៉ាម៉ាក់ចំណុចកន្លែងហ្នឹងគឺអាស្រ័យនៅលើអាណាព្យាបាលចាតកតងទៅលើការដែលយើងដាក់ពិន័យកូនតន់កូននៅតូចអញ្ចឹងយើងអាចមានពិន័យឲ្យគាត់ថាឥឡូវបើសិនជាគាត់វាយយើងហ្នឹងតើត្រឹមត្រូវអត់តើល្អអត់អញ្ចឹងយើងគួរតែបញ្យល់គាត់ដល់គាត់បន្ថែមហើយបន្ទាប់មកយើងគួរតែមានវិន័យចាវិន័យកុមារគឺយើងត្រូវតែមានសួរថាទូចមួយអញ្ចឹងមានវិន័យគួរមានវិន័យអត់ត្រូវតែមានប៉ុន្តែយើងមិនមែនយកវិន័យរបស់យើងនេះយកមកដល់ដាក់វាយអីទេយើងអាចវិន័យរបស់យើងមានជាហេតុផលជូនគាត់ឲ្យគាត់ណាឲ្យគាត់ប្រាប់កូនថាវាយបែបនេះត្រូវអត់អីគាត់បញ្យល់គាត់ហើយយើងអាចដាក់ឲ្យគាត់ឈរគាត់2 3នាទីឬក៏សកម្មភាពណាមួយមិនបន្តឲ្យគាត់លេងឧទាហរណ៍ថាគាត់កំពុងតែលេងអីដែលគាត់ចូលចិត្តមួយអញ្ចឹងនៅពេលដែលយើងត្រូវដាក់វិន័យយើងអាចឲ្យគាត់លេងផ្អាកនឹងគាត់មិនសិនចាអាហ្នឹងយកចិត្តទុកដាក់ជាមួយគាត់ក្នុងការដែលសកម្មភាពបែបតិចអញ្ចឹងដើម្បីយើងពង្រឹងគាត់ហើយកុមារមូលហេតុដែលកុមារគាត់មិនសូវស្ដាប់យើងដោយសារតែគាត់ដឹងគាត់ឃើញចិត្តរបស់យើងហើយជាពិសេសនៅពេលដែលគាត់ធ្វើអីខុសអញ្ចឹងយើងអត់វាយគាត់យើងអត់ដាក់ពិន័យដល់គាត់ណាចាព្រោះកុមារទូចអញ្ចឹងសួរថាចេះយើងអាចវាយគាត់អត់បានចាវាយតិចទៅយកគាត់មានមួយទូចឬមួយក៏យើងអាចនិយាយមួយសម្រាប់គាត់ថាយើងអត់ចង់វាយកូនទេប៉ុន្តែគាត់យើងអាចនិយាយថាកូនហ្នឹងបើសិនជាកូនខុសអញ្ចឹងប៉ាម៉ាក់មានពាត់សម្រាប់នេះកូនដើម្បីកុំឲ្យកូនធ្វើទៀតថ្ងៃក្រោយអញ្ចឹងណាយើងអាចប្រាប់កូនអញ្ចឹងបានផ្ដល់គំនិតហើយមួយទៀតហ្នឹងយើងត្រូវតែកាលណាដែលយើងពាក្យថាយើងដាក់ពិន័យហើយយើងត្រូវតែធ្វើកុំឲ្យយើងទុកចោលណាចាកុំឲ្យយើងរំលងកាលណារំលងគឺកូននៅតែខូចហើយគាត់កាន់តែអត់ស្ដាប់យើងខ្លាំងទៅនៅពេលដែលគាត់ធំវ័យគាត់ធំបន្តិចទៅអញ្ចឹងយើងអាចរឹតវិន័យហើយមួយទៀតបើគាត់មានពីរអ្នកបងប្អូនអញ្ចឹងយើងត្រូវរឹតវិន័យបងហ្នឹងឲ្យរៀងច្រើនបន្តិចទៅដើម្បីឲ្យប្អូនហ្នឹងគាត់ឃើញគាត់ធ្វើតាមហើយចា